อาวุธมุ้ยมันจะบัดบั้นกำเพลืองแต่อาจสำหรับมนุษย์รอบป้วนขนงเป้ลเคลยសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងប្រចាំថ្ងៃរបស់ Admin ហើយថ្ងៃនេះផងដែរ Admin នឹងលើកយកចំណេះដឹងខ្លីៗមកជម្រាបជូនដូចតទៅអាវុធគីមី Chemical Weapons គឺជាអ្វីអាវុធគីមីគឺអាវុធដែលប្រើសារធាតុគីមីពុលដើម្បីប៉ះពាល់ដល់មនុស្សឬសត្វឧទាហរណ៍ឧស្ម័នពុលសារធាតុប៉ះស្បែកសារធាតុប៉ះប្រព័ន្ធដង្ហើមឧទាហរណ៍ល្បីៗ Sarin Mustard Gas បញ្ហាធំរបស់អាវុធគីមី 1. សម្លាប់មនុស្សយ៉ាងឈឺចាប់ប៉ះតិចតួចអាចស្លាប់ប៉ះខ្យល់ដង្ហើមមិនបានធ្វើឲ្យឈឺចាប់ខ្លាំងមុនស្លាប់ 2. បំផ្លាញប្រព័ន្ធប្រសាទសារធាតុដូចជា Sarin ធ្វើឲ្យសរសៃប្រសាទខូចមិនអាចគ្រប់គ្រងរាងកាយបាន 3. ប៉ះពាល់ដង្ហើមធ្ងន់ធ្ងរឧស្ម័នពុលបំពង់ខ្យល់ខូចអាចស្លាប់ដោយខ្វះខ្យល់ 4. ប៉ះពាល់ស្បែកនិងភ្នែក Mustard Gas ធ្វើឲ្យស្បែករលាកឬដុះពពុះអាចបាត់ការមើលឃើញ 5. ប៉ះពាល់យូរអង្វែងសារធាតុអាចនៅលើដីឬទឹកយូរប៉ះពាល់ទៅកាន់មនុស្សជំនាន់ក្រោយ 6. ត្រូវបានហាមឃាត់ជាសកលពិភពលោកបានហាមប្រើតាមរយៈ Chemical Weapons Convention ព្រោះវាមិនមនុស្សធម៌សេចក្តីសន្និដ្ឋានសម្រាប់វីដេអូអាវុធគីមីគ្រោះថ្នាក់ខ្លាំងឈឺចាប់មុនស្លាប់ប៉ះពាល់យូរត្រូវបានហាមឃាត់